សូមជឿនរឿងត្រីមីនិងអ្នកនេសាទថ្ងៃមួយមានអ្នកនេសាទក្រីក្រម្នាក់នេសាទបានត្រីមាសមួយត្រីមាសអង្វរអ្នកនេសាទថាដល់លេងខ្លួនទៅវិញហើយសន្យាថានឹងផ្ដល់គ្រប់យ៉ាងជាទីគ្រប់ចិត្តអ្នកនេសាទបានយល់ព្រមលេងត្រីមាសចូលក្នុងទឹកវិញត្រីមាសបានបាក់ដាំថាត្រូវឲ្យអ្នកណាដឹងរឿងនេះទេលុះអ្នកនេសាទត្រឡប់ទៅផ្ទះក៏បានឃើញខ្ទង់កសត់ខ្លាចទៅជាវិមានដ៏ស្គមស្កៃហើយភរិយាមានសម្លៀកពាក់ដូចម្ចាស់សាច់ត្រីប្រនោះសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែភរិយារបស់គាត់មិនសុខតែសួរចង់ដឹងពីជាប់តាមបាច់យ៉ាងនេះនាងសួរឲ្យសួរទៀតប្រជាប្តីបានប្រាប់ភ្លាមនោះមានបឋមស្គមស្កៃក៏បានឆ្លៃក៏ជាខ្ទង់កនសត់វិញហើយក៏បោះទ្រផ្សេងទៅលលាយដែរសូមអរគុណសុខភាពល្អ